ផេកមួយចំនួនបង្ហោះ Facebook ធ្វើដោយបារម្ភពីបងប្អូន18នាក់ដែលគេចាប់ខ្លួនណាទាំងដែលធៀបពិតម្ចាស់ផេកទាំងអស់ហ្នឹងគឺគាត់ដើម្បីតែផលប្រយោជន៍ផងគាត់ដើម្បីតែបាន like comment share ទាំងដែលគាត់ហ៊ានផុសថាសប្បាយចិត្តណាស់ហើយណាបងប្អូន18នាក់បានត្រឡប់មកវិញទាំងតែព័ត៌មានហ្នឹងព័ត៌មានមិនពិតផងហើយបងប្អូនយើងបានចូលទៅ comment ឲ្យលុបវីដេអូប៉ុន្តែមើលទៅពួកគាត់ដូចអត់ឈឺចាប់សោះដូចអត់ចេះឈឺក្បាលហើយទៅមើល caption ហ្នឹងសិតតែសប្បាយចិត្តណាស់បងប្អូនបានត្រឡប់មកវិញទាំងតែធៀបពិតហ្នឹងគាត់មានបានបារម្ភពីបងប្អូនទាំង18នាក់ហ្នឹងទេគឺគាត់ដើម្បីតែបាន like page view រលុយពី Facebook ហើយទៅផុសព័ត៌មានមិនពិតអញ្ចឹងក៏សំណពរទៅដល់បងប្អូនអ្នកដែលតាមដានតាមបណ្ដាញសង្គមបងប្អូនតាមដានតែ page ថ្នាក់ដឹកនាំធំៗហើយនឹង page ក្រសួងការពារជាតិអីទៅព្រោះអីសម័យ Facebook នេះគឺពួក MO ហ្នឹងវាយើងមិនថាពួកគាត់អាក្រក់ទាំងអស់ទេតែអា page មួយចំនួនដែលវាខូចវាទៅបង្ហោះព័ត៌មានមិនពិតបំពល់ភាគច្រើនចាស់ៗក៏អត់សូវដឹងទេដូចជាវីដេអូ AI អញ្ចឹងក៏ពួកគាត់មើលក៏ស្មានតែវីដេអូហ្នឹងវីដេអូពិតអញ្ចឹងវាវល់ដល់គេដល់បងប្អូនក្រុមគ្រួសារសាច់ញាតិបងប្អូនទាំង18នាក់នោះហើយអញ្ចឹងព័ត៌មានម្សិលមិញគឺខ្ញុំឃើញផុសច្រើនណាស់តាម page អញ្ចឹងសំណពរបងប្អូនលុបចោលទៅបើសិនជាបងប្អូនបារម្ភគាត់ពិតមែនណាលុបវីដេអូនឹងចោលទៅសំណពរ